អូខេសួស្តីអ្នកនាងនេះគឺជាលទ្ធផលក្រោយពេល3ថ្ងៃនៃការធ្វើអាងរបស់យើងគឺអាងចិញ្ចឹមបកាចំបកងអញ្ចឹងគឺអាងនេះគឺស្ថិតនៅក្នុងទឹកដីខេត្តបៃលិនយើងប្រើរយៈពេល3ថ្ងៃក្នុងការធ្វើអាងអញ្ចឹងសម្រាប់អាងនេះគឺមុខកាត់7ម៉ែត្រទាំងអស់គ្នាពីអាងហើយនេះគឺជារូបភាពមួយចំនួននិងសកម្មភាពមួយចំនួនក្រោយពេលដែលយើងចាប់ផ្ដើមបញ្ចូលទឹកនេះទាំងអស់នេះធ្វើបែបនេះគឺមមមែនទែនអាចធន់នឹងកម្លាំងទឹកដែលវាធាក់ចេញក្រៅមកបានចឹងបងប្អូនគ្នាចង់ធ្វើឲ្យមានប្រសិទ្ធភាពក្នុងការទប់ទឹកបងប្អូនអាចមើលវីដេអូនេះហើយអាចធ្វើតាមបានហើយបងប្អូនមិនទាន់មានជំនាញក្នុងការធ្វើទេអាចសាកសួរព័ត៌មានលម្អិតឬក៏អាចឆាតមកបានហើយនេះគឺយើងមានទាំងការផ្ដល់បច្ចេកទេសជូនហើយមានអីយើងអាចប្រឹក្សាយោបល់បន្ថែមហើយនេះគឺជាសកម្មភាពក្រោយពេលយើងធ្វើហើយមិនដែរបងប្អូនអាចជួយដាក់បន្ទុកតិចវិញមើលទៅគឺមុំភាពធន់នៃការធ្វើនេះគឺយើងផ្ដោតសំខាន់ទៅលើគុណភាពនិងប្រសិទ្ធភាព 100% អ្នកនេះអាចមើលបាននេះក្រោយពេលយើងដាក់ទឹកហើយគឺនៅតែមុំបែបហ្នឹងអរគុណជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយ follow អ្នកមួយផងដើម្បីទទួលបានព័ត៌មានល្អៗនិងចំណេះដឹងល្អៗពីកសិដ្ឋាន APP Farm